ចឹងបានថាជីវិតជាការតស៊ូគ្រប់ពីយប់ម៉ោង4ដល់បាយឬចានសម្អាតផ្ទះជាភារកិច្ចនៃប្រពន្ធតែយើងនៅតែអត់ធ្មត់ទៅដល់កន្លែងធ្វើការទោះបីល្ងដេកយ៉ាងណាក៏នៅតែខំប្រឹងអត់ធ្មត់នឹងពាក្យសម្ដីតែដទៃស្ដីថាយ៉ាងណាក៏យើងមិនខ្វល់សំខាន់គឺយើងត្រូវតែប្រឹងដើម្បីខ្លួនឯងឬបានលុយបានកាក់ដើម្បីគ្រប់គ្រងគ្រួសារយើងដូច្នេះយើងត្រូវតែមានពាក្យមួយថាអត់ធ្មត់គ្រប់យ៉ាងបងប្អូនយល់ដូចខ្ញុំដែរទេនេះជាសម្ដីពិតរបស់ខ្ញុំបើខ្ញុំលំបាកប៉ុណ្ណាខ្ញុំនៅតែខំប្រឹងធ្វើឧបសគ្គមិនថាមានឧបសគ្គអ្វីក៏ដោយត្រូវតែខំប្រឹងអត់ធ្មត់ទោះជាត្រូវមាត់មេប៉ុណ្ណាក៏ដោយត្រូវតែខំប្រឹងព្រោះតែខ្លួនឯងជាកូនអ្នកក្រមានអ្វីឲ្យមានដូចគេដូច្នេះយើងត្រូវតែខំប្រឹងអស់គ្នាអូខេទៅមុខបាយ